បុរសឥណ្ឌូនេស៊ីម្នាក់សម្លាប់អ្នកជិតខាងដោយសារតែសួរដដែលៗថាអាយុ45ឆ្នាំហើយម៉េចអត់ទាន់យកប្រពន្ធ Shocking news. A harrowing incident in Indonesia has gained international attention after a 45-year-old man killed his 6-year-old neighbor due to repeated mockery regarding his single status. The suspect confessed that he had planned the attack out of anger over the relentless teasing. The individual has been arrested and charged with murder. តោះមិនបកប្រែយើងមកមើលវាក្យសព្ទមួយចំនួនសិន Shocking news Shocking news ប្រែថាព័ត៌មានគួរឲ្យភ្ញាក់ផ្អើល Harrowing incident Harrowing incident យើងប្រែថាហេតុការណ៍ដ៏គួរឲ្យរន្ធត់ Gain international attention Gain international attention មានន័យថាបានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ Neighbor ប្រែថាអ្នកជិតខាង Repeated mockery ប្រែថាការចំអកម្ដងហើយម្ដងទៀត Single status ស្ថានភាពនៅលាវ Suspect យើងប្រែថាជនសង្ស័យ Confessed ប្រែថាបានសារភាព Plan the attack ប្រែថាបានរៀបចំផែនការវាយប្រហារ Out of anger ប្រែថាដោយសារតែកំហឹង Relentless teasing ប្រែថាការចំអកឥតឈប់ឈរ Arrested ប្រែថាត្រូវបានចាប់ខ្លួន Charged with murder មានន័យថាត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត A harrowing incident in Indonesia មានន័យថាហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនៅប្រទេសឥណ្ឌូនេស៊ី has gained international attention មានន័យថាបានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ After a 45-year-old man killed his 60-year-old neighbor មានន័យថាបន្ទាប់ពីបុរសអាយុ45ឆ្នាំម្នាក់បានសម្លាប់អ្នកជិតខាងអាយុ60ឆ្នាំរបស់ខ្លួន Due to repeated mockery regarding his single status Due to យើងប្រែថាដោយសារតែត្រូវបានចំអកនិងចំអកម្ដងហើយម្ដងទៀតអំពីភាពនៅលាវ The suspect confessed that he had planned the attack out of anger over the relentless teasing. Suspect ជនសង្ស័យ Confessed បានសារភាពជនសង្ស័យបានសារភាពថាគាត់បានរៀបចំផែនការវាយប្រហារនេះដោយសារតែខឹងពីការចំអកឥតឈប់ឈរ The individual has been arrested and charged with murder. បច្ចុប្បន្នជននោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទមនុស្សឃាត Vocabulary វិក្យសព្ទ Police Investigate ស៊ើបអង្កេត Incident ហេតុការណ៍ Currently បច្ចុប្បន្ន Custody ការឃុំខ្លួន